អាយដាមគុណសភាអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីត្រៀមសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ2025និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ2026របស់រដ្ឋបាលខេត្តកំពង់ចាមឯកឧត្តមគុណសភាអភិបាលរងខេត្តកំពង់ចាមតំណាងដល់ខ្ពង់ខ្ពស់ឯកឧត្តមអ៊ុនចិន្តាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីត្រៀមសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ2025និងលើកទិសដៅអនុវត្តបន្តឆ្នាំ2026របស់រដ្ឋបាលខេត្តកំពង់ចាមដែលមានការចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្តលោកនាយកទីចាត់ការហិរញ្ញវត្ថុកម្លាំងទាំង3អភិបាលរងក្រុងស្រុកប្រធានអនុប្រធានការិយាល័យចំណុះសាលាខេត្តនិងលោកប្រធានអនុប្រធានមន្ទីរពាក់ព័ន្ធនៃរសៀលថ្ងៃទី25ខែធ្នូឆ្នាំ2025នៅសាលាខេត្តកំពង់ចាមឯកឧត្តមគុណសភាអភិបាលរងខេត្តបានបញ្ជាក់ដែរថាកិច្ចប្រជុំនាពេលនេះស្របតាមស្មារតីសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃក្នុងគោលបំណងសំខាន់ក្នុងការពិនិត្យពិភាក្សាវិតម្លៃនិងប្រមូលធាតុចូលពីគ្រប់អង្គភាពពាក់ព័ន្ធដើម្បីត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ2025និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ2026របស់រដ្ឋបាលខេត្តកំពង់ចាមក្នុងនោះធ្វើការពិភាក្សានិងវាយតម្លៃអំពីសមិទ្ធផលសម្រាប់បានក្នុងឆ្នាំ2025បញ្ហាប្រឈមនានាសម្ដៅកំណត់ទិសដៅការងារសម្រាប់អនុវត្តក្នុងឆ្នាំ2026ដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណនិងជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រដ្ឋាភិបាលកម្ពុជាជាពិសេសការងារកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការតាមរយៈការលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងកាន់តែរីកចម្រើនបន្ថែមទៀតយកឱកាសនោះដែរឯកឧត្តមអភិបាលរងខេត្តក៏បានជំរុញលើកទឹកចិត្តឲ្យអង្គប្រជុំផ្ដល់មតិយោបល់ក៏ដូចជាធាតុចូលឲ្យបានច្រើនដើម្បីធ្វើឲ្យប្រសើរឡើងនៅរបៀបវិរៈនៃការរៀបចំកម្មវិធីសម្ដែងអនុវត្តនីតិនិងភារកិច្ចរបស់ខ្លួនដែលបានកំណត់ឲ្យអស់ពីសមត្ថភាពនិងលទ្ធភាពដើម្បីឲ្យការរៀបចំសន្និបាតនាពេលខាងមុខនេះអាចសម្រេចបានដោយជោគជ័យ